ជាអាបដល់ពេលពួកខ្ញុំនាំគ្នាមកមើលមិនបានឃើញអាបអីទេឃើញតែនាងកំពុងតែអង្គុយហើយថែមទាំងចងពងទៀតផងសង្ស័យតែកូនរបស់លោកបងមានបំណងអាក្រក់មកលើរូបនាងផងក៏មិនដឹងទើបពួកយើងចាប់មិនឲ្យគេទៅណាពេលនោះតាសួនក៏សួរទៅអំប៉ាប់ថាណែឯងមកទីនេះធ្វើអីខ្ញុំក៏មិនដឹងខ្លួនដែរដឹងត្រឹមថានៅពេលដែលខ្ញុំដឹងខ្លួនគឺពេលដែលឃើញនាងដកកនឹងហើយឮកូនប្រុសនិយាយដូច្នេះលោកតាសួនក៏បានមើលទៅនាងអាបហើយក៏ងាកទៅអ្នកភូមិរួចមានប្រសាសន៍បើចង់ដឹងថានាងជាអាបឬមិនមែនអាបបន្តិចទៀតអ្នកទាំងអស់គ្នាបានដឹងហើយពេលនោះគាត់ក៏និយាយទៅតាសុចថាសុចចាត់ការទៅតាសុចហៅអំប៉ាប់រួចនិយាយណែក្មួយឯងទៅដងទឹកឲ្យអ៊ំមួយផ្តិលមកពេលដែលអំប៉ាប់យកទឹកមកដល់តាសុចក៏បានសូត្រមន្តគាថារួចក៏ផ្លុំចូលក្នុងផ្តិលនោះទៅបន្ទាប់មកគាត់ក៏ងាកទៅនាងអាបនោះហើយនិយាយថាណែមីនាងផឹកទឹកនេះទៅនាងអាបហាក់ដូចជារៀងភ័យបន្តិចតែនាងមិនមានជំរើសអ្វីនោះឡើយក៏បានផឹកទឹកនោះទៅបន្ទាប់ពីផឹករួចនាងបានស្រែកយ៉ាងខ្លាំងថាអូយអូយអូយក្តៅណាស់ជួយផងម៉ែគ្រូជួយផងម៉ែគ្រូរំពេចនោះស្រាប់តែភ្លើងចន្លោះនៅទីនោះចាប់ផ្ដើមរលត់ហើយមានទាំងខ្យល់បក់យ៉ាងខ្លាំងទៀតផងនៅពេលដែលអ្នកភូមិបានបំភ្លឺភ្លើងឡើងវិញរំពេចនោះស្រាប់តែបាត់នាងអាបមិនដឹងជាទៅណាអ្នកស្រុកភូមិចាប់ផ្ដើមឆោឡោឡើងម្ដងទៀតលោកតាសួននិងលោកតាសុចក៏បានស្រែកប្រាប់ទៅអ្នកភូមិថាបងប្អូនទាំងអស់គ្នាបំបែកគ្នាទៅផ្ទះរៀងខ្លួនសិនចុះតែប៉ុណ្ណេះហើយមិនបាច់រកទេឮដូច្នេះហើយអ្នកភូមិក៏បានបំបែកគ្នាទៅទីលំនៅវិញអស់ទៅពេលដែលអ្នកភូមិទៅស្ងាត់បាត់អស់ហើយលោកតាទាំងពីរក៏បានវិលមកផ្ទះវិញដូចគេដែរលុះព្រឹកស្អែកឡើងដំណឹងនេះចាប់ផ្ដើមសាយភាយពេញភូមិអ្នកភូមិចាប់ផ្ដើមនិយាយពីមាត់មួយទៅមាត់មួយអំពីរឿងអាបនៅក្នុងភូមិរបស់ពួកគេយប់បានមកដល់ក៏មានហេតុការណ៍មួយបានកើតឡើងនៅឯផ្ទះរបស់លោកតាសុចនៅពេលដែលលោកតាទាំងពីរកំពុងតែហូបបាយស្រាប់តែពួកគាត់ហាក់មានអារម្មណ៍ប្លែកហាក់បានដឹងថាដូចជាមានគេផ្ចាញ់ពួកគាត់ទាំងពីរហើយលោកតាសុចក៏បានប្រាប់ឲ្យប្រពន្ធនិងកូនប្រញាប់ហូបបាយឲ្យលឿនរួចឲ្យប្រញាប់ចូលសម្រាកឲ្យអស់ពេលដែលកូននិងប្រពន្ធបានចូលសម្រាកហើយនោះយប់ជ្រៅបន្តិចហេតុការណ៍មួយក៏បានកើតឡើងដូចជាពួកគាត់គិតមែនពេលនោះមានឆ្មាខ្មៅ